ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានងាវល្អយើងយកទៅឆាតែចាំមើលខ្ញុំឆាមានជាកាហ្វេជាខ្លាំងសម្រាប់ការឆាមួយនេះគឺយើងឆាជាមួយអំពិលទុំហើយជ្រលក់ជាមួយនឹងទឹកម្រេចចឹងមកតើយើងទៅផ្សារគឺយើងធ្វើការទិញជាមួយនឹងលឹកម្រះព្រៅបេះវាមកបេះតើធួយចឹងទៅហើយបន្តមកទៀតយើងធ្វើការលាងសម្អាតជាមួយនឹងងាវយើងហើយអស់ហើយបងបន្តមកយើងចាប់ដើមដំខ្ទឹមដែលយើងទុកខ្ទឹមនឹងមួយចំណែកសម្រាប់ទុកធ្វើជាមួយនឹងទឹកម្រេចណាហើយមួយចំណែកធំទៀតគឺយើងទុកយកទៅធ្វើជាមួយនឹងឆាអញ្ចឹងណាបងតោះមកយើងកាត់ម្ទេសតិចមកបងទៅពេលអាហ្នឹងសម្រាប់យើងឆាជាមួយនឹងខ្ទឹមឲ្យវាឈ្ងុយអញ្ចឹងណាជាដំបូងយើងចាក់ជាមួយនឹងប្រេងនៅលើខ្ទះក្តៅអញ្ចឹងទៅដើម្បីឲ្យប្រេងនឹងក្តៅហើយយើងចាក់ចូលជាមួយនឹងខ្ទឹមបន្ទាប់ពីយើងដាក់ខ្ទឹមអញ្ចឹងហើយយើងលីងវាមួយសន្ទុះទៅលីងជាមួយម្ទេសអញ្ចឹងទៅដើម្បីវាឈ្ងុយក្លិនម្ទេសហ្នឹងហើយវារៀងពណ៌ឡើងជាគេហៅថាជើងកន្លាតណាហើយយើងចាក់ជាមួយនឹងងាវចូលបងកន្លែងនេះខ្ញុំចង់បញ្ជាក់តិចហ្នឹងបងខ្ញុំធ្វើខកន្លែងហ្នឹងបន្តិចតាមត្រូវខ្ញុំត្រូវដាក់ជាមួយនឹងទឹកអំពិលទុំចូលមុនតែអានេះខ្ញុំច្រឡំអញ្ចឹងខ្ញុំដាក់អំពិលទុំចូលតាមក្រោយងាវឆ្អិនជ្រុលបាត់អញ្ចឹងខ្ញុំធ្វើការឆុំជាមួយនឹងអំពិលហ្នឹងឲ្យវាចេញជាតិប៉ុន្តែវាអត់ត្រូវរសជាតិទេបងហើយយើងចាក់ទឹកថៃចាក់អំបិលស្ករប៊ីចេងតាមចំណង់ចំណូលចិត្តយើងតែកុំភ្លេចប្រេងខ្យងណាបងតាក់ទងជាមួយនឹងឆាងាវយើងដាក់ប្រេងខ្យងមកវាឈ្ងុយចាបន្ទាប់ពីយើងដាក់ខើវាហើយយើងធ្វើការឆាវាត្រឡប់ចូលមួយសន្ទុះទៀតទៅបងអាចដាក់ឆាត្រឡប់ទៅមួយសន្ទុះហើយយើងបង់ម្រះព្រៅចូលមកក៏បានដែរហើយម្រះព្រៅនេះអាហ្នឹងក៏តាមចំណង់ចំណូលចិត្តដូចគ្នាតែសម្រាប់ខ្ញុំជឿចិត្តរៀងឆ្អិនបន្តិចចឹងណាអញ្ចឹងខ្ញុំដាក់វាមកសពររៀងខ្លាំងប៉ុន្តែបើសិនជាអ្នកដែលគាត់ជឿចិត្តឆ្អិនកាន់តែខ្លាំងបងអាចដាក់គ្រឿងហើយដាក់ជាមួយនឹងម្រះព្រៅហ្នឹងយកហ្មងបន្តមកទៀតយើងធ្វើការលាយជាមួយនឹងទឹកម្រេចហើយច្របាច់ក្រូចឆ្មាដាក់ខ្ទឹមសដែលយើងច្រៀមហើយនឹងចឹងណាដើម្បីយើងធ្វើការស្រស់ស្រូបជាមួយនឹងងាវនឹងឲ្យមានរសជាតិឆ្ងាញ់ចឹងណាឥឡូវនេះយើងបានមកម្ហូបមួយឆាងាវអំពិលទុំជាមួយនឹងម្រះព្រៅណែដែរបងសម្រាប់ម្ហូបមកពេលនេះយើងអាចធ្វើញ៉ាំជុំគ្រួសារក៏បានញ៉ាំជាមួយនឹងមនុស្សជាទីស្រឡាញ់ក៏បានអរគុណ